ជំរាបសួរកូនតាគ្នាអរគុណព្រះថ្ងៃនេះអ្នកគ្រូមានមេរៀនភាសាខ្មែរថ្នាក់ទី3ចាបង្ហាញកូនតាគ្នាចឹងថ្ងៃនេះមេរៀនទី20សញ្ញាខណ្ឌចានេះគឺជារូបរាងសញ្ញាខណ្ឌគឺមានរូបរាងបែបនេះចាចឹងថ្ងៃនេះអ្នកគ្រូនឹងប្រាប់កូនពីរបៀបប្រើប្រាស់សញ្ញាខណ្ឌតែយើងប្រើនៅពេលណាប្រើកន្លែងណាចាចឹងចំណុចទី1ការប្រើប្រាស់សញ្ញាខណ្ឌចានេះគឺសញ្ញាខណ្ឌអញ្ចឹងមុននឹងចូលទៅដល់ការដែលអ្នកគ្រូបង្ហាញកូនអ្នកគ្រូសូមឲ្យកូនតាគ្នាបានអានអក្សរក្នុងប្រអប់ពណ៌ក្រហមនេះកូនត្រូវកត់ចំណាំនិងកត់សម្គាល់ទាំងអស់គ្នាចាសញ្ញាខណ្ឌជាសញ្ញាដែលគេប្រើដើម្បីបញ្ចប់សេចក្តីនៅខាងចុងរបស់ចាអញ្ចឹងសញ្ញាខណ្ឌហ្នឹងគឺគេប្រើដើម្បីបញ្ចប់ចាបញ្ចប់សេចក្តីនៅខាងចុងចានៅខាងចុងរបស់ចានៅខាងចុងរបស់ចឹងឥឡូវដើម្បីកាន់តែច្បាស់កូនទៅមើលឧទាហរណ៍ជាមួយអ្នកគ្រូដល់គ្នាអ្នកគ្រូមានឧទាហរណ៍ចំនួន5ឧទាហរណ៍ទី1សមាជិកគ្រួសារខ្ញុំមានគ្នា5នាក់ចាអញ្ចឹងនេះគឺជារបស់ដែលមានន័យគ្រប់គ្រាន់ហើយយើងអាចស្ដាប់បានចាមានន័យគ្រប់គ្រាន់ពេញលេញអញ្ចឹងសមាជិកគ្រួសារខ្ញុំមានគ្នា5នាក់ចាអញ្ចឹងយើងបញ្ចប់ដោយសញ្ញាខណ្ឌចាទី2ម្ដាយខ្ញុំជាអ្នកដេរប៉ះបោកគក់ដាំស្លនិងសម្អាតផ្ទះសម្បែងចាអញ្ចឹងរបស់ទី2នេះក៏ជារបស់ដែលមានន័យគ្រប់គ្រាន់ពេញលេញដែរអញ្ចឹងយើងត្រូវបញ្ចប់ដោយសញ្ញាខណ្ឌនៅខាងចុងរបស់ចាទី3ធ្វើការកន្លែងនេះគឺមិនមែនជារបស់ទេចាវាគ្រាន់តែជាកន្សោមពាក្យឬក៏ក្រុមពាក្យដែលមានន័យមិនពេញលេញចាអញ្ចឹងគឺយើងអាចបញ្ចប់ដោយសញ្ញាខណ្ឌនៅខាងចុងបានទេចាទី4ឪពុកខ្ញុំជាកម្មករសំណង់នៅទីក្រុងចាអញ្ចឹងទី4នេះក៏ជារបស់ដែលមានន័យគ្រប់គ្រាន់ពេញលេញដែរអញ្ចឹងយើងត្រូវបញ្ចប់ដោយសញ្ញាខណ្ឌនៅខាងចុងចាទី5លេងកំសាន្តអញ្ចឹងលេងកំសាន្តកន្លែងនេះវាមិនមែនជារបស់ទេចាអញ្ចឹងយើងអាចដាក់សញ្ញាខណ្ឌនៅខាងចុងបានទេអញ្ចឹងវាគ្រាន់តែជាកសោពាក្យឬក៏ក្រុមពាក្យដែលមានន័យមិនគ្រប់គ្រាន់ចាអញ្ចឹងត្រឡប់មកវិញយើងឃើញថាមានចារបស់ទី1ចារបស់ទី1គឺជារបស់ដែលចាមានន័យគ្រប់គ្រាន់ដែលយើងអាចប្រើសញ្ញាខណ្ឌបានសមាជិកគ្រួសារខ្ញុំមានគ្នា5នាក់ចាអញ្ចឹងយើងប្រើសញ្ញាខណ្ឌនៅខាងចុងបញ្ចប់ទី2ម្ដាយខ្ញុំជាអ្នកដេរប៉ះបោកគក់ដាំស្លនិងសម្អាតផ្ទះសម្បែងចាអញ្ចឹងទី2នេះក៏ត្រឹមត្រូវដែរយើងបញ្ចប់ដោយសញ្ញាខណ្ឌចាទី3អញ្ចឹងទី3នេះគឺអត់ទេណាគឺមិនមែនជារបស់ដែលយើងត្រូវបញ្ចប់ដោយសញ្ញាខណ្ឌទេទី4ឪពុកខ្ញុំជាកម្មករសំណង់នៅទីក្រុងចាអញ្ចឹងទី4នេះក៏ជារបស់ដែលត្រឹមត្រូវដែរបញ្ចប់ដោយសញ្ញាខណ្ឌនៅខាងចុងចាទី5លេខកំសាន្តអញ្ចឹងលេខកំសាន្តថ្ងៃនេះវាមិនមែនជារបស់ទេវាគ្រាន់តែជាកន្សោមពាក្យឬក៏ក្រុមពាក្យដែលមានន័យមិនគ្រប់គ្រាន់អញ្ចឹងគឺយើងអត់ត្រូវការបញ្ចប់ដោយសញ្ញាខណ្ឌទេចាអញ្ចឹងសង្ឃឹមថាមេរៀនថ្ងៃនេះនឹងជួយកូនទាំងអស់គ្នាបន្ថែមទៀតហើយកូនអាចមើលសៀវភៅបន្ថែមទៀតទៅមានចំណុចសំខាន់ជាច្រើនក្នុងសៀវភៅមេរៀនរបស់យើងសូមប្រាប់ទានពរកូនជម្រាបលា